សួស្តីបងប្អូនអរគ្នាបាទបងប្អូននេះជាឧបករណ៍បាទបំលែងភ្លើងនៅវ័យឆ្លាតបាទឬក៏យើងហៅ Smart Adapter ណាបាទឈ្មោះគេចំក្នុងផលិតផលគេដាក់ Notebook Power Adapter បាទបែបនេះបាទបងប្អូនខ្ញុំអានបកមកលឿនបាទដកចេញមកហើយអញ្ចឹងបាទទាំងអស់គ្រឿងគេមានប៉ុណ្នេះខ្សែភ្លើងចែកតភ្លើងវិព្រីមកមួយបាទបងប្អូនជារហ័សភ្លើងរត់បាទភ្លើង221បាទ Adapter ដ៏ធំនេះមួយបាទធំវៃឆ្លាតនេះមួយឯក្បាលភ្ជាប់យើងហៅសាក់ឈ្មោលណាសាក់ឈ្មោលភ្លើង DC ភ្លើងចរន្តជាប់ឬក៏ភ្លើងអាគុយបាទបងប្អូនឧបករណ៍នេះមានភ្លើងចេញឲ្យពុតចេញភ្លើងចរន្តជាប់ចរន្ត DC ឬក៏ភ្លើងអាគុយហ្នឹងមានច្រើនកម្លាំងបងប្អូនណាវ៉ុលយើងនិយាយវ៉ុលបាន12វ៉ុល15 16 17 18 19 20 24បាទពេលអញ្ចឹងយើងប្រើ12វ៉ុលហើយ24យើងស៊ាំជាងគេបាទអំពែក៏ដាក់ឲ្យទៀតតែព្រួនតិចណាពីវ៉ុលមួយទៅវ៉ុលមួយបាទដល់ពេលសាក់ឈ្មោះភ្លើង DC ហ្នឹងក៏មាន18បាទបងប្អូនមើលក្នុងប្រអប់ក៏បានប្រអប់ក៏មានរូបឬមើលជាក់ស្ដែងតែម្ដងបែបនេះបាទគេមានជើងពីរទៀតបងប្អូនណាអញ្ចឹងយើងប្រើមិនទៅបាទប្រើគឺបាទបងប្អូនមុននឹងប្រើប្រាស់បងប្អូនដឹងឧបករណ៍មកនេះអានេះថ្មសាកម៉ូទ័រស្វានេះស្វាដូចទូចនេះបាទហើយទៀតបាទអានេះដុំចិញ្ឆាយទឹកនេះដូចទទួលញីបាទបើមួយនេះដុំចេញចំហាយទឹកបាទអ្នកផ្សាយទូភ្ញាស់ហ្នឹងបាទស្គាល់ច្បាស់ជាងគេណាបាទនេះគ្រឿងទទួលគឺសាក់ញីទៀតបាទដូចញីឬសាក់ញីទៀតបាទអញ្ចឹងបងប្អូនបាទមុនយើងប្រើយើងត្រូវដឹងឧបករណ៍គ្រឿងទទួលរបស់យើងជាសាក់ញីហើយទំហំប៉ុណ្ណាបាទទំហំប៉ុណ្ណាហ្នឹងបងប្អូនមិនដោះណាវាស់ទេបងប្អូនស្មានហើយយកអាក្បាលនេះក្បាល adapter ភ្ជាប់នេះឬក៏ជ្រាប់ភ្ជាប់នេះយកលោសាក់មើលទៅត្រូវមួយណាគឺមួយហ្នឹងហើយបងប្អូនណារបៀបប្រើប្រាស់យើងមិនមែនទៅវាស់ຂະຫນាតវាស់អីទេបាទហើយអញ្ចឹងយើងយកអាក្បាលភ្លើងមកលោមកបាទខ្ញុំស្មានមើលនេះមួយនេះពណ៌ខៀវនេះបាទត្រូវប៉ាន់ជាងគេពណ៌ខៀវហ្នឹងបាទលោសាក់មើលទៅត្រូវណាហ្នឹងត្រូវមែនបាទត្រូវមែនបើត្រាប់ចូលទេបងប្អូនណាបាទមានបដូរតូចបដូរធំនិងបដូរអត់មានបញ្ជុលបាទមានបដូរតូចបដូរធំហើយនឹងបដូរមានបញ្ជុលនិងបដូរអត់មានបញ្ជុលបាទអញ្ចឹងណាអញ្ចឹងយើងកដាក់អត់ត្រូវបាទអត់ត្រូវទំហំអត់ចូលទេបាទបងប្អូននេះឥឡូវដុំចេញចំហាយទឹកបាទទូភ្ញាស់មើលចូលទេបាទត្រូវទៀតខ្ញុំថាអាហ្នឹង popular ជាងគេបាទត្រូវណែនល្អទៀតណាបាទបងប្អូនណាមិនទឹះមិនអីមិនលងទេបាទហ្នឹងត្រូវបាទអញ្ចឹងនៅមួយទៀតហ៎បងប្អូនណានៅនេះកៅទៀននេះត្រូវទៀតខ្ញុំថាអាហ្នឹងជាប្រៃភាពជាងគេអាមួយហ្នឹងមែនបាទគឺពណ៌ខៀវត្រូវជាងគេបាទតែបងប្អូននេះអានេះ laptop ដូច laptop បងប្អូនប្រើ laptop ស៊េរីហ្នឹងបងប្អូនស្គាល់ហើយពួក Lenovo នេះត្រូវនេះបងប្អូនណាបាទនេះទូឧបករណ៍ទូទេគ្រឿងបាទកូនឧបករណ៍គ្រឿងទទួលគ្រឿងបាទតូចណាហ្នឹងនេះបាទអត់ចង់និយាយថាកូនញ៉េសម័យឡើងមានកូនញ៉េអីបាទនៅនេះបងណាកូនធុងបាសកូនអីបាទកូនធុងបាសតូចធុងបាស Bluetooth ហ្នឹងបាទតាមហ្នឹងទៅបងប្អូនណាបាទខ្ញុំដោតភ្លើងចាក់ស្ដែងបាទនេះដោតចូលគឺបាទដោតចូលគឺវារងចាក់មកគឺ12វ៉ុលបាទ12វ៉ុលបែបហ្នឹងទៅបាទភ្លើងចេញបាទនេះភ្លើងចេញប្រហែលការទេតើបងប្អូនដោតនេះបាទដោតវាមានបដូរតូចធំអញ្ចឹងបងប្អូនពេលមានភ្លើងនេះមិនដល់ក៏មានគួកស្គវីដែរព្រោះជាស៊ីគ្វីចំហឡើយនេះបើមានតតប៉ះអីមិនតប្រើអញ្ចឹងជាស៊ីគ្វីបាទជាស៊ីគ្វីចំហហ្នឹងពាក្យបច្ចេកទេសណាបាទមានន័យជាឧបករណ៍នៅក្នុងលំហនៅឡើយបាទវាអត់តមានអីត្រូវនេះបងប្អូនអាហ្នឹងគេធ្វើបដូរឲ្យស្អាតចុងទួលមិនឲ្យយើងស្រួលញាត់ចូលណារៀងតុនកថេជាប់បានស្រើមានស្រើរបស់គេដែរនេះរួចបាត់ហើយនេះអញ្ចឹងបងប្អូនអានេះឧបករណ៍នេះហ្មង24វ៉ុលadapter ឬក៏ charger នេះវារងចាក់មកតែ12វ៉ុលអញ្ចឹងធ្វើម៉េចបងប្អូននេះកំតាក់គេលសប៉ាក់24វ៉ុលដល់ភ្លើង24វ៉ុលដាក់ចូលថ្មសាកម៉ូទ័រសាកកុំព្យូទ័រណាបាទបាត់ទូចដែរទេណាបាទអញ្ចឹងត្រូវមួយឥឡូវមកកៅទៀនម្ដងកៅទៀនមើលវ៉ុលគេទៀតវ៉ុលគេទៀតបងប្អូនណាវ៉ុលនៅណាចេះបាទក្រោយនេះ12វ៉ុលបាទ12វ៉ុលដាក់ចូលទៅអត់កើតទេបងប្អូនណាបាទដាក់ភ្លេចមិនកាយក៏អត់អីដែរតែយូរតិចខូចអញ្ចឹងស្រេមក12វ៉ុលទេបងប្អូននេះ12វ៉ុលបាទច្រាស់បន្តិចណា12វ៉ុលណាបងប្អូនឃើញនេះមើលវីដេអូđóបងប្អូនចាប់អារម្មណ៍ខ្លះគាត់មើលដល់លំអិតអញ្ចឹងទៀតនេះ12វ៉ុលណា12វ៉ុលបាទមានអី12វ៉ុលត្រូវដោតត្រូវហើយនេះ12វ៉ុលដុំចំហាយទឹកបាទដុំចំហាយទឹកនេះគឺបងប្អូនរាប់ដឹងហើយបាទគឺ24វ៉ុលបាទ24វ៉ុលបាទ24វ៉ុលចឹង12វ៉ុលដល់អត់ត្រូវទេសាកអត់ចូលទេបាទអញ្ចឹងសេរីមក24វ៉ុលបាទសេរីមុនចឹងមកទៅដាក់ចូលបាទអញ្ចឹង
បងប្អូននេះត្រូវនឹងម៉ែទឹកបាទនេះអត់អីអត់ដើរទេដល់មានទឹកបានដើរដល់មានទឹកប៉ាស sensor នេះបានដើរចឹងអត់អីអត់ភ័យអត់ខូចទេបាទបងប្អូននៅមួយទៀតនេះតែបាទនឹងគួរនិយាយមុនតែអត់អីនិយាយត្រូវបងប្អូនយល់បាទនិយាយវីដេអូពាណិជ្ជកម្មខ្លីៗហ្នឹងបងប្អូនអញ្ចឹងពេលយើងដោតដោយភាសាញីសាក់ឈ្មោះនេះបងប្អូនត្រូវដឹងប៉ូលណាបូកថា polarity បាទប៉ូលរបស់វាអញ្ចឹងប៉ូលរបស់វាខ្ញុំបានមើលឧបករណ៍គ្រឿងទទួលមើលវិទ្យាសញ្ញានៅក្នុងគ្រឿងទទួលណាបើជាទូទៅវាមាននៅក្នុង adapter គេចេះបងប្អូនឃើញទេបាទលឿនបងប្អូនណាបាទបងប្អូននេះប៉ូលគេនេះកដាលបូកបាទកដាលបូកបាទបងប្អូននេះអានេះមិនតែជាងភ្លើងជាងទេបងប្អូនអ្នកប្រើប្រាស់ឧបករណ៍ប្រចាំថ្ងៃត្រូវដឹងអាហ្នឹងនេះប៉ូលកដាលបូកអាខាងនេះខាងនេះគូជុំវិញដកអញ្ចឹងកដាលបូកអញ្ចឹងឧបករណ៍ទៀតឧបករណ៍នេះគឺអញ្ចឹងដែរបងប្អូនខ្ញុំមើលនៅក្នុងឆ្នាំងសាករបស់ឆ្នាំងសាក motor នេះគឺកដាលបូកដែរបងប្អូននេះអាដុំភ្លើងនេះគឺអញ្ចឹងដែរដុំភ្លើងនេះបងឃើញនេះកដាលបូកដែរនេះដុំភ្លើងអាដុំចំហាយទឹកនេះបាទអញ្ចឹងយើងដឹងកដាលបូកត្រូវទៀតដែរអញ្ចឹងដល់កដាលបូកនេះមិនត្រូវណាហើយឧបករណ៍ខ្ញុំទិញមកគឺតម្រូវតាមប្រទេសស្រុកខ្មែរយើងតែម្ដងបាទគេដាក់នឹងក្រោយបែបនេះបាទបងប្អូននេះឃើញទេបាទអានេះគេឆូតចោលអញ្ចឹងនេះគេលើនេះបងប្អូនឃើញកដាលបូកទេបាទអញ្ចឹងសូមបញ្ជាក់បងប្អូនសូមមើលប៉ូលផងណាបាទក្នុងអក្សរគេដាក់ polarity ទេនេះ polarity អក្សរគេប៉ូលភ្លើងដែលយើងយកមកចាប់ហ្នឹងប៉ូលណាដកប៉ូលណាបូកពីនេះអញ្ចឹងបាទបើអគុយក្រហមបូកខ្មៅដកដល់ពេលសាក់ឈ្មោះសាក់ញីរបស់គ្រឿងទទួលភ្លើងបាទភ្លើងដែលមានភ្លើងបូកដកវាមានកណ្ដាលមានខាងអញ្ចឹងណាបងប្អូនណាបាទអូខេបងប្អូននេះសូមចប់វីដេអូប៉ុណ្ណេះឧបករណ៍នេះមានគ្រឿងប៉ុណ្ណឹងបាទហើយស្តង់ដារពីរោងចក្រមកគឺខាងកណ្ដាលគឺជាប៉ូលបូកបាទអានេះអត់មានទេបាទហើយនឹងមានប្រអប់គេបែបនេះបាទ